នេះគឺជាកម្ពុជាអាហារទាំង4ប្រភេទដែលអ្នកទាំងអស់គ្នាគួរតែដឹងអ្វីដែលសំខាន់ទៀតនោះគឺមិនចាំបាច់ស្មុគស្មាញច្រើននោះទេចង់ងាយៗចឹងកុំគិតយូរអីគួរតែចូលស្ដាប់វីដេអូនេះឲ្យបានដល់ចប់ទីមួយនោះគឺនិយាយទៅជាមួយនឹងអាហារដែលសម្បូរទៅដោយជាតិបៃតងអ្នកទាំងអស់គ្នាមិនគួរមើលរំលងអំពីអាហារដែលវាមានជាតិបៃតងនោះទេពីព្រោះថាអាហារទាំងនេះវាសម្បូរទៅដោយជាតិកាល់ស្យូម ប៉ូតាស្យូម ជាតិដែកកម្ចាត់ជាតិខ្លាញ់មិនល្អនៅក្នុងឈាមបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមកាត់បន្ថយសម្ពាធឈាមគ្រប់គ្រងជាតិស្ករនៅក្នុងឈាមជាដើមបន្លែស្លឹកផាបៃតងមិនពិបាករកនោះទេមានដូចជាសាឡាត់ស្ពៃក្តោបនិងប្រូកូលីជាដើមគឺវាមានអាហារទី2អាហារដែលមានជាតិប្រូតេអ៊ីនអាហារដែលមានជាតិប្រូតេអ៊ីនគឺជាអាហារដែលជួយការពារសាច់ដុំនិងជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូររួមមានដូចជាសាច់មាន់គ្មានខ្លាញ់និងត្រីគឺវាផ្ដល់ជាតិប្រូតេអ៊ីនច្រើនមែនទែនជាពិសេសទៀតនោះអាហារដែលវាកើតចេញពីរុក្ខជាតិមានដូចជាសណ្តែកតៅហ៊ូក៏ជាប្រភពប្រូតេអ៊ីនល្អដែរអ្នកទាំងអស់គ្នាមិនគួរមើលរំលងវាឡើយទី3អាហារដែលសម្បូរទៅដោយជាតិសរសៃអាហារនេះផងដែរគឺវាជួយកាត់បន្ថយជាតិស្ករកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនិងទឹកនោមផ្អែមរួមមានដូចជាផ្លែចេកផ្លែក្រូចដំឡូងជ្វាក្រហមប្រូកូលីការ៉ុតនិងល្ពៅញ៉ាំទៅមិនខុសបំណងទេថែមទាំងឆ្ងាញ់ហើយជួយដល់សុខភាពថែមទៀតទី4គឺអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូមអាហារប្រភេទនេះគឺវាជួយទ្រទ្រង់ទៅដល់ឆ្អឹងនិងធ្មេញឲ្យមានភាពរឹងមាំជួយឲ្យបេះដូងដំណើរការបានល្អទៀតផងរួមមានដូចជាទឹកដោះគោស្រស់ទឹកដោះគោជូរឈីសត្រីសាម៉ុនសណ្តែកសៀងដែលអាហារទាំងអស់នេះសុទ្ធសឹងតែជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិងការគ្រប់គ្រងប្រព័ន្ធរំលាយអាហាររបស់យើងបានយ៉ាងល្អបំផុត